ទំព័រ59លេខគៀប38ព្រះមានព្រះភិយទ្រង់ត្រាស់ដូចឆ្នេះថាមនាលកហបតីធัว8ប្រការនេះឯងរមែងប្រព្រឹត្តទៅដើម្បីផ្ដាច់បង់ជំនួញក្នុងវិន័យរបស់ព្រះអរិយធัว8ប្រការតើដូចម្ដេចបុគ្គលព្រោះអាស្រ័យការមិនសម្លាប់សត្វទើបលះបង់ការសម្លាប់សត្វចេញបានព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យទើបលះបង់ការកាន់យកទ្រព្យដែលគេមិនឲ្យចេញបានព្រោះអាស្រ័យពាក្យមិនញុះញង់ទើបលះបង់ពាក្យញុះញង់ចេញបានព្រោះអាស្រ័យសេចក្តីមិនលោភលន់ទើបលះបង់សេចក្តីលោភលន់ចេញបានព្រោះអាស្រ័យសេចក្តីមិនខ្ញាន់ខ្នាញ់គឺមិននិន្ទាទើបលះបង់សេចក្តីខ្ញាន់ខ្នាញ់គឺនិន្ទាចេញបានទំព័រ60ព្រោះអាស្រ័យសេចក្តីមិនចង់អេតចង់អល់ចិត្តគឺមិនក្រោធទើបលះបង់សេចក្តីចង់អេតចង់អល់ចិត្តគឺសេចក្តីក្រោធចេញបានព្រោះអាស្រ័យសេចក្តីមិនមើលងាយគេទើបលះបង់សេចក្តីមើលងាយគេចេញបានមនាលកហបតីធัวទាំង8ប្រការនេះឯងតថាគតពោលហើយដោយបំព្រួញមិនតន់ចែកដោយពឹស្ដារមែងប្រព្រឹត្តទៅដើម្បីផ្ដាច់បង់ជំនួញក្នុងវិន័យរបស់ព្រះអរិយបបិទ្ធព្រះអង្គដោយចម្រើនក៏ធัวទាំង8ប្រការណាដែលព្រះមានព្រះភិក្ខសំដែងហើយដោយបំព្រួញមិនតន់ចែកដោយពឹស្ដារមែងប្រព្រឹត្តទៅដើម្បីដាច់បង់ជំនួញក្នុងវិន័យរបស់ព្រះអរិយបបិទ្ធព្រះអង្គដោយចម្រើនសូមព្រះមានព្រះភិក្ខអាស្រ័យសេចក្តីអនុគ្រោះចែកនៅធัว8ប្រការនេះដោយពឹស្ដារដល់ខ្ញុំព្រះអង្គឲ្យទានមនាលកហបតីបើដូច្នោះអ្នកចូលស្ដាប់ចូលធ្វើទុកក្នុងចិត្តដោយប្រពៃចុះតថាគតនឹងសម្ដែងឲ្យស្ដាប់បតលយកហបតីទទូលព្រះពុទ្ធដីការបស់ព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គលេខគៀប39ព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូចឆ្នេះថាត្រង់ពាក្យថាបុគ្គលព្រោះអាស្រ័យការមិនសម្លាប់សត្វទើបលះបង់ការសម្លាប់សត្វចេញបានដូចឆ្នេះនេះតថាគតបានពោលហើយដោយប្រការដូចនេះទំព័រ61ក៏ពាក្យនេះដែលតថាគតពោលហើយព្រោះអាស្រ័យហេតុអ្វីមនាលកហបតីព្រះអរិយសាវកក្នុងសាសនានេះតែងពិចារណាដូចនេះថាអាត្មាអញជាអ្នកសម្លាប់សត្វប្រហេតុសង្យោជនៈទាំងឡាយណាអាត្មាអញបានប្រតិបត្តិដើម្បីលះបង់ដើម្បីផ្ដាច់បង់សង្យោជនៈទាំងនោះចេញហើយមួយវិញទៀតបើអាត្មាអញជាអ្នកសម្លាប់សត្វហើយសំបីខ្លួនឯងក៏កបីតែដៀលខ្លួនឯងបានប្រហេតុសម្លាប់សត្វទាំងអ្នកប្រាជ្ញដែលបានពិចារណារឿយក៏កបីតែដៀលបានប្រហេតុតែសម្លាប់សត្វលោតទម្លាយរាងកាយខាងមុខបន្ទាប់អំពីមរណៈទៅទុគតិនឹងមានប្រកបប្រហេតុសម្លាប់សត្វធម្មជាតិនេះឈ្មោះថាសង្យោជនៈធម្មជាតិនេះឈ្មោះថានិវរណៈគឺការសម្លាប់សត្វនឹងឯងមួយយ៉ាងទៀតអាសវៈទាំងឡាយណាមានសភាពចង់អេតចង់អល់ក្រហល់ក្រហាយកបីកើតឡើងប្រហេតុតែការសម្លាប់សត្វអាសវៈដែលមានសភាពចង់អេតចង់អល់ក្រហល់ក្រហាយទាំងនោះមិនមានដល់បុគ្គលនោះដែលវាចាការសម្លាប់សត្វយ៉ាងនេះពាក្យណាដែលតថាគតពោលហើយថាព្រោះអាស្រ័យការមិនសម្លាប់សត្វទើបលះបង់ការសម្លាប់សត្វចេញដូច្នេះពាក្យនេះតថាគតបានពោលហើយព្រោះអាស្រ័យហេតុនោះឯងសូមអនុមោទនា